តាអ្នកវិនិយោគថ្មីអាចចាប់ផ្ដើមវិនិយោគក្នុងមូលនិធិមូលបត្រកម្មសិទ្ធិ AZBAMC បានយ៉ាងដូចម្តេចចាសម្រាប់វិនិយោគិនថ្មីគាត់អាចធ្វើការចាប់ផ្ដើមវិនិយោគទៅលើ BAF បានយ៉ាងងាយស្រួលព្រោះថាដំណើរការនៃការរៀបចំទៅលើការបើកគណនីគឺធ្វើឲ្យមានលក្ខណៈសាមញ្ញមានតម្លាភាពនិងមានភាពងាយស្រួលសម្រាប់អ្នកដែលគាត់ចាប់ផ្ដើមដំបូងបាទអញ្ចឹងជំនាញដំបូងគឺគាត់ត្រូវមកជួបជាមួយនឹងក្រុមការងាររបស់យើងខ្ញុំនៅក្រុមហ៊ុនមូលបត្រ AC Damoko ដែលជាក្រុមហ៊ុនចែកចាយលក់ទិញត្រឡប់មកវិញឬទូទាត់សងជាផ្លូវការរបស់ BAF តែម្ដងបាទបន្ទាប់មកភ្នាក់ងារគាត់នឹងធ្វើការណែនាំបន្ថែមថាតើដំណើរការនៃការបើកគណនីនោះត្រូវមានតម្រូវនៅផ្ដល់ព័ត៌មានជាមូលដ្ឋានអ្វីខ្លះដើម្បីយើងធ្វើដំណើរការទៅលើការស្គាល់ទៅលើអតិថិជនដែលយើងហៅថា KYC ហ្នឹងត្រឹមត្រូវអញ្ចឹងគឺយើងធ្វើការត្រៀមទាត់ទៅលើឯកសារតម្រូវនិងអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនឲ្យស្របទៅតាមបទបញ្ញត្តិព័ត៌មានបាទក្រោយពីបើកគណនីមកលោកអ្នកក៏អាចសម្រេចចិត្តកំណត់ទៅលើចំនួនសិទ្ធិប្រាក់ដែលលោកអ្នកចង់ធ្វើការចូលរួមវិនិយោគបានបាទជាការពិតទៅនេះគឺជាចម្លើយយ៉ាងពិតប្រាកដប៉ុន្តែខ្ញុំសូមបន្ថែមទៅលើចំណុចនារីបន្តិចដោយសារក្នុងនាមយើងជាវិនិយោគិនយើងមិនចាំបាច់បារម្ភក្នុងការជ្រើសរើសយកភាគហ៊ុនឬក៏ការកំណត់ពេលវេលាទីផ្សារនោះទេជាពិសេសនោះលក្ខណៈពិសេសនោះគឺលោកអ្នកមិនចាំបាច់តម្រូវដោយមានដើមទុនច្រើននៅក្នុងការចាប់ផ្ដើមទេសម្រាប់ BAF យើងត្រូវបានបង្កើតឡើងគិតពីភាពងាយស្រួលសម្រាប់វិនិយោគិនដូច្នេះជាមួយនឹងទឹកប្រាក់ត្រឹមតែ$200គឺអាចចាប់ផ្ដើមដំណើរនៃការវិនិយោគរបស់លោកអ្នកបានចាទីមួយទីនេះមិនមែនសម្រាប់តែអ្នកដែលមានដើមទុនច្រើនទេតែគឺសម្រាប់មនុស្សគ្រប់រូបដែលគាត់ចង់ឲ្យសាច់ប្រាក់របស់គាត់មានកំណើននាពេលអនាគតត្រឹមត្រូវ